ចាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកធ្វើប្រេងផ្លែបឺទៀតហើយបងប្អូនចាចំពោះប្រេងផ្លែបឺនេះអត់ពិបាកធ្វើទេគឺយើងធ្វើចម្រាញ់បែបក្តៅដោយលាយជាមួយនឹងប្រេងអូលីវហើយនិងប្រេងដូងចំពោះប្រេងដូងបងប្អូនយកប្រេងដូងក្តៅក៏បានប្រេងដូងត្រជាក់ក៏បានចំពោះគ្រឿងផ្សំយើងអត់មានអីច្រើនទេមានតែផ្លែបឺទុំចាបងប្អូនជ្រើសរើសយកបឺណាដែលទុំល្អទៅហើយប្រេងអូលីវនិងប្រេងដូងចាជាដំបូងហ្នឹងគឺយើងយកផ្លែបឺមកលាងទឹកសម្អាតឲ្យស្អាតហើយពុះវាចិត្តសម្បកវាក៏យើងយកដែរបងប្អូនចាតែបើសិនជាសម្បកវាមើលទៅអត់សូវល្អអីបងប្អូនមិនយកក៏បានដែរតែបើសម្បកវាពណ៌បៃតងបែបនេះល្អបែបនេះបងប្អូនអាចយកបានពេលយើងធ្វើគឺយើងដាក់ចូលទាំងអស់តែម្ដងតែក្នុងវីដេអូនេះផ្លែបឺខ្ញុំរៀងស្ទើរទុំតិចដែរបើបងប្អូនជ្រើសរើសបឺណាដែលទុំទុនណាចាហើយចំពោះប្រេងផ្លែបឺនេះគឺយើងអាចប្រើការបានច្រើនផ្នែកបងប្អូនចាមានបងប្អូនសួរជាច្រើនតើយើងប្រេងបឺនឹងប្រើប្រាស់ទៅលើអីខ្លះមានអត្ថប្រយោជន៍អីខ្លះចឹងណាចាចំពោះប្រេងផ្លែបឺនឹងមានអត្ថប្រយោជន៍ដូចជាយើងយកទៅលាយស្ក្រាប់ខាត់ស្បែកជំនួយស្បែករបស់យើងកាន់តែទន់ភ្លឺរលោងកាត់បន្ថយស្នាមអុចខ្មៅនៅលើស្បែករបស់យើងចឹងណាហើយមួយទៀតយើងយកមកលាបលើផ្ទៃមុខរបស់យើងក៏បានដែរកាន់តែល្អទៀតទៅជួយឲ្យផ្ទៃមុខរបស់យើងទន់រលោងមានសំណើមកាត់បន្ថយស្នាមនៅលើស្បែករបស់យើងហើយមួយវិញទៀតប្រេងផ្លែបឺនេះចង់យកមកលាបសក់ក៏បានដែរចាគឺជួយសក់ទន់រលោងបានផងដែរចាពេលដែលយើងហាន់បឺហើយយើងក្លុកវាឲ្យម៉ត់ចឹងណាបងប្អូនចាបន្ទាប់មកអានេះខ្ញុំចាប់ផ្ដើមចាក់ប្រេងអូលីវចាចូលខ្ញុំធ្វើពេលនេះគឺខ្ញុំចាក់ប្រេងអូលីវចំនួន400 មីលីលីត្រចាវ៉ាកែវក្រិតចឹងណាបងប្អូនតែបើសិនជាបងប្អូនអត់មានកែវក្រិតមានអីវ៉ាល់បងប្អូនគ្រាន់ស្មានក៏បានដែរនេះខ្ញុំចាក់ប្រេងដូងត្រជាក់ចូលចា100 មីលីលីត្រទៀតចឹងទៅឲ្យវាប្រែវាស្មើនឹងកន្លះលីត្រផ្លែបឺពីផ្លែធំហ្នឹងដាក់ប្រេងកន្លះលីត្របងប្អូនចាបើបងប្អូនអត់មានកែវក្រិតអត់មានអីចឹងបងប្អូនធ្វើប្រើខ្លួនឯងឬក៏អីចឹងបងប្អូនលៃទៅបរិមាណសាច់បឺប៉ុណ្ណាបងប្អូនដាក់ប្រេងប៉ុណ្ណឹងទៅដាក់ម្លិចសាច់បឺចឹងទៅហើយយកមកដាក់ចំអិនវានៅលើចង្ក្រានភ្លើងចឹងណាចាកូរវារហូតតតែក្រៀមតតែសាច់បឺហ្នឹងវារៀងក្រៀមរៀងក្រហមបានយើងបិទភ្លើងរៀងយូរដែរបងប្អូនចាកូរនៅលើចង្ក្រានភ្លើងចឹងប្រហែលជាចង់កន្លះម៉ោង